អត្តពលដ៏អាក្រក់នៃការត្រឡប់មកវិញរបស់ Godzilla El Niño និងវិបត្តិនៃការបាត់ច្រក Hormuz ក្នុងវីដេអូនេះ admin មានដំណឹងពីរគឺដំណឹងល្អនិងដំណឹងអាក្រក់ចង់ស្ដាប់ដំណឹងមួយណាមុនអញ្ចឹង admin សូមប្រាប់ដំណឹងអាក្រក់មុនដំណឹងអាក្រក់នោះគឺការរួមផ្សំគ្នារវាងការវិលត្រឡប់នៃបាតុភូត Godzilla El Niño និងវិបត្តិនៃការបាត់ច្រក Hormuz នៅក្នុងឆ្នាំ2026វាគឺជានិន្នាការដ៏គួរឲ្យព្រួយបារម្ភបំផុតព្រោះវាជាការជួបគ្នារវាងគ្រោះមហន្តរាយធម្មជាតិនិងវិបត្តិភូមិសាស្ត្រនយោបាយដែលកំពុងបង្កើតជាព្យុះភ្លៀងគំរាមកំហែងដល់សន្តិសុខស្បៀងនិងសេដ្ឋកិច្ចពិភពលោកខាងក្រោមនេះគឺជាការវិភាគស៊ីជម្រៅលើផលប៉ះពាល់ជាសកលនៃវិបត្តិទាំងពីរនេះ1. ការត្រឡប់មកវិញនៃ Godzilla El Niño Godzilla El Niño គឺជាពាក្យប្រៀបធៀបមិនផ្លូវការមួយដែលអ្នកវិទ្យាសាស្ត្រ NASA បានប្រើប្រាស់ដើម្បីហៅបាតុភូតអាកាសធាតុ El Niño ដែលមានកម្លាំងខ្លាំងក្លាបំផុតនិងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រពាក្យថា Godzilla ត្រូវបានដកស្រង់ចេញពីឈ្មោះសត្វចម្លែកយក្សក្នុងខ្សែភាពយន្តដើម្បីចង់សំដៅទៅលើទំហំដ៏ធំនិងឥទ្ធិពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លារបស់វាបាតុភូត El Niño ដ៏អាក្រក់នេះធ្លាប់កើតមាន3ដងរួចហើយពោលគឺនៅឆ្នាំ1877ដល់ឆ្នាំ1878អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបើគិតពីចំនួនមនុស្សស្លាប់ព្រឹត្តិការណ៍ឆ្នាំ1977គឺសាហាវព្រៃផ្សៃបំផុតបាតុភូត Super El Niño នេះពេលនោះអូសបន្លាយរយៈពេលរហូតដល់18ខែបង្កឲ្យមានគ្រោះរាំងស្ងួតព្រមគ្នានៅឥណ្ឌាចិននិងប្រេស៊ីលដែលធ្វើឲ្យខូចខាតដំណាំកសិកម្មទាំងស្រុងនិងបណ្ដាលឲ្យមនុស្សរាប់លាននាក់ដាច់បាយស្លាប់គ្រោះអត់ឃ្លានសកលឆ្នាំ1997ដល់ឆ្នាំ1998វាបានបង្កឲ្យសីតុណ្ហភាពទឹកសមុទ្រហក់ឡើងខ្ពស់ខ្លាំងខុសប្រក្រតីនាំឲ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅអាស៊ីអាគ្នេយ៍បង្កជាភ្លើងឆេះព្រៃធំៗនៅឥណ្ឌូនេស៊ីនិងបង្កជាទឹកជំនន់លិចលង់យ៉ាងសាហាវនៅអាមេរិកខាងត្បូងវាបណ្ដាលឲ្យមនុស្សប្រហែលជា 24,000 នាក់បាត់បង់ជីវិតនិងខូចខាតសេដ្ឋកិច្ចសកលរាប់លានដុល្លារថ្មីនេះពោលគឺនៅឆ្នាំ2015ដល់ឆ្នាំ2016ត្រូវបានគេដាក់រហស្សនាមថា Godzilla El Niño នេះគឺជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយទៀតនៅសតវត្សទី21នេះដែលមានកម្លាំងប្រហាក់ប្រហែលឬលើសពីឆ្នាំ1997ក្នុងតំបន់ខ្លះវាបានធ្វើឲ្យឆ្នាំ2016ក្លាយទៅជាឆ្នាំដែលក្តៅបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបង្កឲ្យមានគ្រោះរាំងស្ងួតកម្រិតធ្ងន់សូម្បីតែប្រទេសកម្ពុជាយើងក៏ជួបប្រទះជាមួយនឹងវិបត្តិខ្វះទឹកប្រើប្រាស់ទ្រង់ទ្រាយធំផងដែរកាលពីឆ្នាំ2016នោះនិងបានធ្វើឲ្យផ្កាថ្មជុំវិញពិភពលោកប្រែជាពណ៌សនិងងាប់ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ការលេចឡើងជាថ្មីនៃ Super El Niño នៅក្នុងឆ្នាំ2026នេះកាន់តែធ្ងន់ធ្ងរព្រោះវាកើតមកស្របពេលជាមួយនឹងការបិទច្រក Hormuz ខណៈដែលអាកាសធាតុកំពុងតែធ្វើបាបវិស័យកសិកម្មវិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានបន្ថែមប្រេងពីលើភ្លើងការបិទច្រក Hormuzដោយសារចំនួនសង្គ្រាមបានកាត់ផ្តាច់ផ្លូវនាវាចរដ៏សំខាន់បំផុតរបស់ពិភពលោកនិងនាំមកនូវវិបត្តិថាមពលច្រកនេះជាផ្លូវសំខាន់ជញ្ជូនប្រេងឆៅប្រហែលជា 1/5 នៃតម្រូវការសកលការបិទច្រកនេះធ្វើឲ្យតម្លៃប្រេងនិងការប្រើប្រាស់អគ្គិសនីសម្រាប់ការបំភាយត្រជាក់ហក់ឡើងខ្ពស់កើតជាសម្ពាធលើបណ្ដាញអគ្គិសនីការខ្វះខាតជីកសិកម្មជាសកលតំបន់ជុំវិញច្រក Hormuz គឺជាប្រភពផលិតនិងនាំចេញសារធាតុគីមីសំខាន់ៗសម្រាប់ធ្វើជីកសិកម្មដូចជាអ៊ុយរ៉េនិងផូស្វ៉ាតការបិទច្រកនេះធ្វើឲ្យតម្លៃជីកសិកម្មហក់ឡើងថ្លៃកប់ពពកនិងខ្វះខាតការផ្គត់ផ្គង់ដល់កសិកម្មទូទៅជុំវិញពិភពលោកនៅពេលដែលកត្តាទាំងពីរនេះបូកបញ្ចូលគ្នាវាមិនមែនផ្ដល់ផលប៉ះពាល់តែមួយផ្នែកនោះទេប៉ុន្តែវាបង្កើតបានទៅជាផលប៉ះពាល់ជាប្រព័ន្ធ 1. បាតុភូត El Niño បង្កើតឲ្យមានអាកាសធាតុក្តៅហួតហែងគ្មានទឹកស្រោចស្រពដំណាំមិនអាចលូតលាស់បាន 2. ការបិទច្រក Hormuz នាំឲ្យខ្វះខាតជីកសិកម្មតម្លៃប្រេងកើនឡើងកសិករគ្មានជីប្រើប្រាស់ឬគ្មានលទ្ធភាពទិញផលវិបាកនៅពេលដែលដីស្ងួតទឹកហើយជីក៏មិនសម្បូរបរិមាណនៃទិន្នផលស្បៀងសកលនឹងត្រូវធ្លាក់ចុះយ៉ាងគំហុកវានឹងរុញច្រានឲ្យតម្លៃអាហារសកលហក់ឡើងខ្ពស់និងបង្កជាហានិភ័យនៃវិបត្តិអត់ឃ្លានឬអសន្តិសុខស្បៀងជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍតោះកុំតន់ភ័យមកស្ដាប់ពីដំណឹងល្អវិញម្ដងស្
ថានភាពបច្ចុប្បន្នក៏ត្រឹមខែមិថុនាឆ្នាំ2026ភាគីអេរ៉ង់បានប្រកាសបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់កប៉ាល់ពាណិជ្ជកម្មប៉ុន្តែតម្រូវឲ្យកប៉ាល់ទាំងអស់ធ្វើដំណើរតាមផ្លូវដែលបានកំណត់និងត្រូវសុំការអនុញ្ញាតជាមុនសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទើបតែបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយក្រុងនឹងចុះហត្ថលេខានៅថ្ងៃទី19ខែមិថុនាឆ្នាំ2026ដែលនឹងឈានទៅរកការបើកច្រកសមុទ្រនេះឲ្យមានដំណើរការជាធម្មតាឡើងវិញទាំងស្រុងនិងដកការបិទគប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះទោះជាយ៉ាងណាការធ្វើចរាចរណ៍របស់កប៉ាល់ដឹកជញ្ជូនធំៗនៅមានកម្រិតទាបនៅឡើយដោយសារក្តីបារម្ភពីបញ្ហាសន្តិសុខនិងការរុករកគ្រាប់មីននៅក្នុងទឹកមេរៀនពីប្រវត្តិសាស្ត្រនិងការត្រៀមខ្លួនទោះបីជាពិភពលោកក្នុងឆ្នាំ2026នេះមានបច្ចេកវិទ្យាទំនើបគំរូព្យាករណ៍ទិន្នន័យ AI និងប្រព័ន្ធស្តុកស្បៀងល្អជាងកាលពីមហន្តរាយឆ្នាំ1877ក៏ដោយប៉ុន្តែការមកជួបគ្នានៃវិបត្តិធម្មជាតិនិងវិបត្តិបង្កើតឡើងដោយមនុស្សពលគឺសង្គ្រាមនិងការបិទច្រក Hormuz នេះគឺជាការរំលឹកថាប្រព័ន្ធស្បៀងអាហារនិងសេដ្ឋកិច្ចរបស់យើងនៅតែមានភាពផុយស្រួយខ្លាំងប្រសិនបើខ្វះការសហការកម្រិតអន្តរជាតិជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ